ประเทศนั้นกินยำสัตว์សាច់កពើហ្នឹងហើយជាកម្មទៅគឺគេបូជាគាត់នៅទន្លេហ្នឹងហ្មងហើយមកលងខ្ញុំមើលកម្មវិធីហ្នឹង4 season ណាមានតែដល់កន្លែងប្រទេសតាហ៊ានហ្នឹងសួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំ set up កាមេរ៉ាបែបធម្មតាយើងឈៀលហើយខ្ញុំចង់ធ្វើជា podcast ហ្នឹងវាជា podcast ឬក៏ឥឡូវយើងគិតថាគ្រាន់តែទៅចែកគ្នាលេងដោយសារនឹងឲ្យខ្ញុំខានធ្វើវីដេអូអញ្ចឹងយូរហើយបើសិនជាអ្នកទាំងអស់គ្នា follow នៅក្នុង account ខ្ញុំអ្នកទាំងអស់គ្នាប្រហែលជាឃើញខ្ញុំតម្លាក់ podcast មួយដែលខ្ញុំនិយាយជាភាសាអង់គ្លេសហើយខ្ញុំនិយាយពី last conversation ជាក់ស្ដែងក៏ពិតវីដេអូនេះខ្ញុំថតយូរហើយគ្រាន់តែដូចនិយាយចឹងអាវីដេអូ content វែងៗចឹងខ្ញុំអលម៉ារយៈក្រោយនេះអត់សូវបានថតទេភាគច្រើនថតខ្លីៗបែប unboxing ឬក៏អីផ្សេង post ក្នុង TikTok ឬក៏អីចឹងទៅហើយជាក់ស្ដែងខ្ញុំពិតជានឹកអ្នកទាំងអស់គ្នាខ្លាំងមែនទែនជាពិសេសអ្នកដែលនៅក្នុង YouTube channel របស់ខ្ញុំព្រោះដូចខ្ញុំនិយាយវីដេអូមុនចឹងគឺភាគច្រើនអ្នកដែលនៅក្នុង channel YouTube គាត់ចូលចិត្តស្ដាប់អីវែងគេថាការអំណត់អត់ធ្មត់គាត់บอกការគេហៅថាផ្ដោតអារម្មណ៍របស់គាត់នឹងឲ្យបានយូរហើយភាគច្រើនអ្នកស្ដាប់ YouTube ភាគច្រើនក៏ពងអង្គុយរៀនឬក៏ជិះម៉ូតូធ្វើកិច្ចការងារផ្ទះអីផ្សេងឬថាគាត់បើកចោលស្ដាប់ចឹងណាចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងពេញចិត្តវីដេអូមួយនេះភាគច្រើនជួនកាលយើងបើកចោលចឹងទៅខ្ញុំក៏អត់បាន set up background អីបានស្អាតដែរគាត់ថាវារៀងប្លែកដែរឃើញ background លើកនេះហ្នឹងហើយចឹង background ខាងក្រោយនេះគឺកន្លែងកែគេងរបស់ខ្ញុំអញ្ចឹង welcome to our podcast ខ្ញុំអាចនិយាយថាឈ្មោះ podcast នេះអាចនិយាយជា leftover dinner ព្រោះនៅក្នុងវីដេអូនេះខ្ញុំនឹងទៅជែកលេងមួយអ្នកទាំងអស់គ្នាហើយក៏ខ្ញុំធ្វើមុខបាំងតិចតួចអូខេចឹងនេះគឺជាមុខបាំងហើយចង់ឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថា relate ទេចឹងខ្ញុំអត់ទិញរបស់ថ្លៃឬក៏អីមកថតអីទៅថាដូចយើងនិយាយគ្នាលេងអញ្ចឹងរបស់នេះខ្ញុំញ៉ាំមួយសាក៏នឹងញ៉ាំអត់អស់អញ្ចឹងទៅយកមកថតវីដេអូបដាហើយនិយាយលេងមួយអ្នកទាំងអស់គ្នាបដាហើយយើងមក check it out មុនគេនេះ burger ជាស្អីខ្ញុំញ៉ាំមួយទៀតគេហៅ kebab Turkish chicken kebab អាហ្នឹងដូចនំគេហុំនំបោះទូគីហ្នឹងហើយបងស្រីខ្ញុំគាត់ភ្លក់អានោះទៅហើយគាត់កំង burger អញ្ចឹងឥឡូវហ្នឹងគាត់អានេះមិនមែនគាត់ញ៉ាំសល់អានេះគាត់កាត់សល់ពាក់កណ្ដាលទៅគាត់ទុកឲ្យខ្ញុំភ្លក់ដែរអូខេអញ្ចឹងយើង check it out អានេះទី1ខ្ញុំមានអារម្មណ៍ថាពាក្យច្រើនអ្នកដែលមើលវីដេអូខ្ញុំគឺនៅក្នុង TikTok ហើយដោយសារវីដេអូខ្លីៗអញ្ចឹងខ្ញុំអត់សូវបាននិយាយលេងជាមួយអ្នកទាំងអស់គ្នាច្រើនទេអ្នកដែលនៅក្នុង TikTok អញ្ចឹងទៅពេលខ្លះដូចរៀងឆ្ងាយពីគ្នាហើយគាត់អាចនឹងអត់ស្គាល់ចំណង់ចំណូលចិត្តរបស់ខ្ញុំឬក៏គាត់អត់សូវស្គាល់ថាខ្ញុំជាអ្នកគេពេលច្រើនខ្ញុំនិយាយពីផលិតផលរបស់អីប្លែកៗអញ្ចឹងទៅគាត់បានចាប់អារម្មណ៍ទៅរបស់ទាំងអស់ហ្នឹងឯងអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងស្គាល់គ្នាបានច្រើនជាងមុនព្រោះខ្ញុំគិតថាខ្ញុំចាក់ស្ដែងខ្លួនឯងផ្ទាល់សម្រាប់អ្នកដែលមើលវីដេអូខ្ញុំអត់គិតថាគាត់ជា fan ទេខ្ញុំអត់គិតថាអ្នកទាំងអស់គ្នាជា fan ខ្ញុំទេខ្ញុំគិតអ្នកទាំងអស់គ្នាដូចជាមិត្តភក្តិខ្ញុំចឹងព្រោះពេលដែលខ្ញុំ post វីដេអូទៅហើយពេលអ្នកទាំងអស់គ្នា comment របៀបឆ្លើយឆ្លងរបៀបសួរនាំអីចឹង like ខ្ញុំសប្បាយចិត្តនឹងឆ្លើយមកមែនដូចមានពួកម៉ាក់និយាយជាមួយចឹងគ្រាន់តែម្នាក់និយាយបែប send voice ម្នាក់ទៀតដូច typing ចឹងហ្នឹងឯងអីអាហ្នឹងដែលខ្ញុំចាប់អារម្មណ៍ណាចឹងសង្ឃឹមថាពេលអ្នកនរគ្នាមើលវីដេអូមកដល់នាទីនេះវានឹងជ្រៅដែរ4នាទីសង្ឃឹមថាអ្នកនរគ្នាអាចទម្លាក់ជាសំណួរអីផ្សេងដែលអ្នកនរគ្នាចង់ដឹងពីខ្ញុំឬក៏ទម្លាក់ជាប្រធានបទអីមួយដែលអ្នកនរគ្នាចង់ឲ្យខ្ញុំធ្វើវីដេអូខ្ញុំនឹងចូលទៅអាន comment ទាំងអស់ហ្នឹងខ្ញុំនឹងព្យាយាម reply comment ទាំងអស់ហ្នឹងហើយនឹងព្យាយាមធ្វើវីដេអូតាក់ទងនឹងប្រធានបទដែលអ្នកនរគ្នាសនំពរដូចគ្នាឥឡូវអូយវែងឆ្ងាយនេះឥឡូវភ្លក់ burger នេះទាំងអស់គ្នាអូខេហ្នឹងដល់សារខ្ញុំឈឺថ្មិញខ្ញុំដោះគៀមតលពេលញ៉ាំដកតំណងចាខ្ញុំញ៉ាំបានតែជាហៀងដោះគៀមតលខាងទៀតគ្រាន់ណា
Kem to nhóm đặt thật đo vì ra vì đo chụp chẳng á chân vì đong chìm đong ăn nó nhóm bây giờ nó tên này mà đông tôi được bún bo trên chiếc Turkish mà bẹ bàn tan bả đó bàn tan rất lớn ok nè ăn cái công chạy này nhóm á cứ theo thôi bây giờ này nó cắt chai tại màu hơi cá châu hang tinh ván mà cho với nhau thôi video ăn bạc xính khơi nghiệp bây giờ thành sát thằng thôi video vậy bị đặt podcast đời thục bên bao anh gọi là anh đinh nhom ở đây về tha nè đại miền bông bão á do rạp năng mỏ về tha phía trên dương băm hộp em phía trên chạy cái này nhầm hay sluộc này có sluộc này rồi mà hộp năng này còn ha mình mấy dương sluộc này chọn raไปทำน้ำsluộc nàyได้ผมทำเลยทำน้ำเยอะใส่ประกันมาเนี่ยok trắng topic trắng vậy bên kế anh vậy happyชีวิตบ่อยเยอะนะอันนี้พันเจียรำยมแม่bên đấy chúng nhân thay vì ăn ở rồi còn mấy cái con hàng đấy phần gần đến to đó về khác chỉ vật điếng sang mai nhảy bên đấy bây giờ thua về ai ăn sang mai nhá dương về tận này mà xin đàn ăn này vô trong vậy còn ha anh ấy chị bài pai này ca hồn nơi bom là hiện luôn nè khác còn cho chị bài ha mình protocol mình ấy trở nên bây giờ khác còn cho chị bài chia này chứ nhưng từ đây chúng tôi chị bài chia nữa ha live with your life go with the flow live with whatever happens bữa nay nó nghe ai cái nào chỉ bật luôn ai hồn nơi biết năng á ngàn ăn nè mẹ làm tha thu trần phải not everything that serious vậy mình ấy thử Saka là hold đi mình thôi thòm đa coi bớt nhằm đại vậy đã tiếng nào nên ta trả lời trong khi em vậy mà khơi này hết ok không đặc biệt bạn mặn rồi đi anh lấy chuyện cái bếp nó còn nó nhom tầm đâu đại mình thắt đấu á nó dân áp bị bọt tương tết để sao nhom mơ cầm thi thi vi show qua cái này muối á nhưng mà lại cầm thi đang khăng xả hai cái bếp bòn nắng bòn đã qua ở dụng cất mức khiên bạch buồn bên này tặng ác niêm chả đóng ạch sợi bàn khé ái an hay lấy bạch buồn mắt qua chìa khai chìa caster nơi không bỏ tụi môi nơi bật tay cả đấy hay bò nắng là 7 nơi ngày bò nắng là 7 hay nhóm score tam dạ 9 BTS ở đây đang ác niêm đang nhớ thằng nhóm fan BTS đẹp poster over here trắng nơi con cầm thi môi nắng khiên B&B miền Nam cầm thi nắng miền 9 đại chia mà chắc BTS nó có cho rôm cho mùi chắc bên nhóm mơ cầm thi nắng tới nhóm có score 9 đại chia nhóm có score khiên nắng đại chia hoster nơi con cầm thi nắng thấy nhóm cho chất personal thì quá rất biết ha được quát easy going mà hard working but easy going hay hôm nhóm lạnh mongแต่เป้มาวักคอยเนี่ยมาวักแค่ปุ่มบวยแคมเปญนั้นยมดาวแบบเราได้การปลองไฟนอลในสกอตไอ้ยมนั่นนั่นเนี่ยด้วยยมอะไรเอาแต่chấtดาวแบบปลองคือท่ามือหึงไอ้cònอมือเด้คือท่าสมเปียดไปการปลองนั้นทั่วจุ่มเลยตักchấtยังตัวมือเรื่องมือล้อมือสหายเราไปปลองจับตัวมือได้เชียมือล้อมือเป็นนั้นvới con với là đóng bảo vô lớp nào nên là cái đo bẹ plong á
ហើយទៅមើលរឿងក៏ល្អមើលហ្មងអាជំពៀតបដើមើលបដើល្អមើលទៅហើយនៅគេបកមកសាច់រឿងយើងវិញហ្នឹងហើយអញ្ចឹងចូលមកខែ6ហ្នឹងខ្ញុំក៏ព្យាយាមរកកម្មវិធីណាដែលយើងមើលទៅអត់សុបាយចិត្តហើយខ្ញុំអត់ចូលចិត្តមើលអាកម្មវិធីណាlikeរឿងស្អីកាត់ចាក់បូលីគ្នា Oh my god ជីវិតពងរោករ៉ាក់ទៅមើលរឿងឲ្យរោករ៉ាក់ដែរខ្ញុំអត់ទេអូយផ្លូវចិត្តធ្វើអត់បានរឿងខ្លះមើលឲ្យញ័រធំបបអញ្ចឹងខ្ញុំព្យាយាមទៅមើលប្រភេទ TV show ហ្នឹងហើយគេហៅreality show ស្រាប់ពេលសើចចុះសើចឡើងខ្ញុំក៏ឃើញprogram កម្មវិធីរបស់គាត់ហ្នឹង show របស់គាត់ហ្នឹងគេហៅ Adventure by Accident ហើយពេលហ្នឹងខ្ញុំរៀងគិតទៀតដោយសារតែកម្មវិធីហ្នឹងវាមាន4 season ហើយខ្ញុំទៅសួរ ChatGPT ខ្ញុំសួរហ្មងថាកម្មវិធី Adventure by Accident ហ្នឹងវាសមនឹងយើងចំណាយពេលទៅមើលអត់អាហ្នឹង ChatGPT វាឡើង encourage យើងហ្មងថាទៅមើលទៅអាកម្មវិធីហ្នឹងល្អណា inspiration ទៅលើការ travel ទៅលើ trip ឯណាខ្ញុំចុចពឹបគឺថាមើលហើយខ្ញុំស្រឡាញ់កម្មវិធីហ្នឹងតាំងពី episode ដំបូង season 1ខ្ញុំស្រឡាញ់ខ្លួនឯងមិនអស់ចិត្តទេណាខ្ញុំទៅមនោគមមិត្តភក្តិខ្ញុំឥឡូវមិត្តភក្តិខ្ញុំគាត់មើលដែរតែខ្ញុំមិនដឹងថាគាត់មើលចប់នៅតែខ្ញុំជាក់ស្ដែងខ្ញុំមើលចប់កម្មវិធីហ្នឹងហើយទាំង4 season ហ្នឹងខ្ញុំមើលរយៈពេលប្រហែលតែ3ខែអត់ដល់តែថាពេលហ្នឹងយើងមានបញ្ហាប្រទេសជាតិផងទៅមួយរយៈពេលហ្នឹងគឺខ្ញុំទុកចោលខ្ញុំអត់មានអារម្មណ៍មើលអញ្ចឹងប្រហែលជា10ថ្ងៃឬកន្លះខែដែរដែលខ្ញុំផ្អាកមើលតោះមកខ្ញុំមើលបញ្ចប់ទៀតហើយនឹងខ្ញុំមើលចាប់យូរដែរ honestly ហើយអ្នកអង្គទៀតដែរមើលវាថា TV show ក៏ដោយរឿងភាគក៏ដោយលើថារឿងដល់ពេលវាល្អមើលពេកដល់ពេលយើងមើលចប់មានអារម្មណ៍ហេងហាងហ្មងហើយខ្ញុំមើលដល់ season ទី4អបសូតចុងក្រោយហ្នឹងគ្រាន់មើលរបស់គាត់ចាប់នេះខ្ញុំឡើងទឹកភ្នែកទឹកសបោហ្មងមានអារម្មណ៍ថាដូចប្របោកដូចសង្សារបែកចិត្តហើយខ្ញុំឡើងហើយចាប់បាត់ហើយរដងយើងត្រឡប់ទៅមកដល់ផ្ទះឬក៏ពេលណាតនេព្រឹកឡើងទៅខាងកាហ្វេទៅអីចឹងខ្ញុំដាក់កម្មវិធីហ្នឹងហើយអង្គុយមើលហ្មងពេលឥឡូវចាប់បាត់អត់មានអីមើលហើយឥឡូវខ្ញុំចាក់ឡើងមួយថ្ងៃហ្នឹងអត់មាន TV show ណាអាចជំនួសតំណែងគាត់បានទេខ្ញុំអត់តរកបានទេឥឡូវនៅរកឡាហើយអត់មានអីមើលពេលច្រើនខ្ញុំស្ដាប់ podcast របស់ខ្មែរយើងខ្ញុំឆ្លងពេលខ្មែរយើងគាត់ធ្វើ podcast ខ្ញុំចូលចិត្តបើកពេលជិះម៉ូតូពេលអីចឹងខ្ញុំបើកស្ដាប់ហ្នឹងហើយចាឥឡូវមានអីមើលតែខ្ញុំមានតែ podcast មានតែអីតិចតួចនៅក្នុង YouTube ទុកមើលហើយនឹងកម្មវិធីបងជាអ្វី Oh my god ឆ្លាញ់កម្មវិធីបងជាអ្វីជាខ្លាំងហ្នឹងឥឡូវខ្ញុំនៅសល់តែ program គាត់ហ្នឹងហើយរៀងហេងដែរពេលដែលខ្ញុំអស់ TV show ហ្នឹងមើលហ្នឹងបងជាអ្វីវគ្គអីគេហៅចន្លោះរដូវកាលហ្នឹងគាត់ចេញរៀងញឹកខ្ញុំសប្បាយចិត្តខ្លាំងទៅខ្ញុំរស់នឹងកម្មវិធីគាត់មកគាត់តម្លាក់ម្ដងមើលបងជាអ្វីបងហ្គិចលីហើយនឹងបង Scarlett B មើល podcast ណាគេទៀតខ្ញុំមើលvlog មួយទៀតបងដឹងតែឈ្មោះនៀតហ្នឹងហើយពេលច្រើនខ្ញុំ YouTube ខ្ញុំព្យាយាមមើល content creator ខ្មែរខ្ញុំព្យាយាមមើលហ្មងព្រោះពេលខ្លះខ្ញុំអ្នកធ្វើវីដេអូដូចគ្នាយើងយល់ថាពេលខ្លះយើងនៅខ្វះខាតតែខ្ញុំព្យាយាមមើលទោះមិនដល់យើងហ្នឹងហើយព្យាយាមមើលទៅបើកចោលខ្លះអីខ្លះទៅអូខេមានអារម្មណ៍ទៅឆ្ងាយទៅនេះឥឡូវយើងបកមកកម្មវិធី TV show នឹងវិញហេតុអីខ្ញុំស្រឡាញ់ TV show ហ្នឹងគឺវគ្គទី1ហ្នឹងខ្ញុំភ្លេចប្រទេសគាត់ទៅប្រទេសណានេះដឹងតែប្រទេសហ្នឹងគឺនៅតំបន់ខ្ពស់ហើយលើថាប្រទេសហ្នឹងនៅលើភ្នំហ្មងខ្ញុំបាត់មានទូរស័ព្ទឆែកអ៊ីនធឺណិតខ្ញុំភ្លេចឈ្មោះប្រទេសហ្នឹងបាត់ខ្ញុំដឹងតែ season ទី2គាត់ទៅឥណ្ឌា season ទី3គាត់ទៅ Madagascar ហើយនៅ season ទី4គាត់ទៅ Nepal ហើយ season ទី4ហ្នឹងខ្ញុំយំខ្លាំងជាងគេ season ទី4ហ្នឹងខ្ញុំយំតាំងពី episode ទី1មកយល់ទៅមើលកម្មវិធី reality traveling show ណាប៉ុន្តែទឹកភ្នែកមកយំឡើងដូចអូយយីមែនឥឡូវខ្ញុំពងរកទូរស័ព្ទមួយទៀតសិនខ្ញុំ search ចង់ search ប្រាប់អ្នកនរគ្នាអត់មានទូរស័ព្ទអី search ចឹងខ្ញុំភ្លេចបាត់ហើយគាត់ទៅប្រទេសណាអូយខ្ញុំមកនឹកឃើញខ្ញុំដាក់នៅក្រោមនេះទីងនេះប្រទេសគាត់អូខេអញ្ចឹងគាត់ទៅប្រទេសហ្នឹងកម្មវិធីហ្នឹង start ដំបូងគឺតាបងខៀនហ្នឹងគាត់ទៅម្នាក់ឯងមុនហើយក្រោយមកបានមានភ័ក្រអីគាត់ចូលនៅក្នុង trip ហ្នឹងម្ដងមួយអញ្ចឹងហើយដូចថាចេះខ្ញុំ recommend TV show ហ្នឹងសម្រាប់អ្នកដែលគាត់ស្រឡាញ់ការដើរលេងស្រឡាញ់អីថ្មីស្រឡាញ់ការដើរលេងជាមួយមិត្តភ័ក្តិ
ស្រឡាញ់ការរៀនពីវប្បធម៌ប្រទេសដទៃស្រឡាញ់ពីការភ្លក់ម្ហូបប្រទេសផ្សេងទៀតទៅលើវប្បធម៌ប្រពៃណីអីចឹងណាអូខ្ញុំrecommendឲ្យអ្នកទាំងអស់គ្នាមើលវីដេអូហ្នឹងមើលកម្មវិធីហ្នឹងខ្លាំងមែនតើហ្មងគាត់ណាមើលកម្មវិធីកូរ៉េដោយសារហ្នឹងឯងគាត់និយាយកូរ៉េហើយដាក់ subtitle អង់គ្លេសអញ្ចឹងតែយើងមើលគឺត្រូវតែមើលហើយអាចបើកចោលបានទេលើកលែងយើងចេះកូរ៉េហើយដឹងតែពេលកម្មវិធីហ្នឹងគាត់ទៅនឹងអាវគ្គដំបូងវារៀងរោគរ៉ាក់ដូចថាយងគាត់វាបែបធម្មជាតិហើយថាយើងចេញចុះ trip ដំបូងរោគរ៉ាក់ស្អីក៏មានដែរឈាមច្រមុះផងពលផងភ្លៀងផងអីផងអូយ៉ាខ្ញុំចាំឯងគាត់ទៅប្រទេសហ្នឹងមានព្រៃ Amazon គាត់ទៅលេងនៅ Amazon ហើយទៅទន្លេស្អីគេនោះទន្លេធំជាងគេបំផុតនៅពិភពលោកហើយខ្ញុំភ្លេចឈ្មោះទៅដែរ Oh my god ហ្នឹងហើយគាត់ទៅហ្នឹងហើយទៅដល់គាត់វាឲ្យដើរលេងមិនដើរបែបជាទេសចរណាដើរបែបហ្នឹងហើយ adventure មានថាគាត់ទៅនិយាយលេងជាមួយនឹង local people នៅហ្នឹងទៅភ្លក់ម្ហូបទៅជួយធ្វើម្ហូបគេវាថាគេទៅនេសាទត្រីនេសាទអីចឹងគាត់ទៅមួយគេមួយឯងហើយខ្ញុំឆ្លាញ់ខ្ញុំដឹងថាអានឹងវាអាចជាកម្មវិធីរបស់គេប៉ុន្តែយើងក៏សរសើរ caster បងខៀននៅក្នុងកម្មវិធីហ្នឹងខ្ញុំសរសើរខ្លាំងហ្មងព្រោះម្ហូបអីក៏គាត់ហ៊ានញ៉ាំដែរយល់ថាខ្ញុំសូមឲ្យខ្ញុំខ្លួនឯងផ្ទាល់យើងអាស៊ានយល់ថាខ្មែរយើងមានម្ហូបដកដឿចង្ហាត់ឬក៏អីផ្សេងអីចឹងយើងពេលខ្លះនៅរៀងអញើតហើយគាត់ជនជាតិកូរ៉េទៅប្រទេសហ្នឹងគេញ៉ាំសាច់កពើហ្នឹងហើយអត់ខុសច្បាស់ពេលនៅប្រទេសហ្នឹងគេញ៉ាំសាច់កពើញ៉ាំអាតកៅអីគេអាតកៅនាងធំមកតែនៅប្រទេសហ្នឹងតកៅនាងបើខ្មែរថាប៉ិនមេដៃតែនៅនឹងធំហ្មងឡើងអូខ្ញុំឃើញធំសាហាវហើយពេលហ្នឹងគាត់ទៅពីអ្នក best friend គាត់គាត់ថាគាត់ស្អីក៏ញ៉ាំដែរតាមដែលគាត់ដើរតាមផ្សារដូចយើងនៅស្រុកខ្មែរផ្សារកណ្ដាលផ្សារចាស់អីចឹងនិយាយថាតាមតូបចឹងដល់ពេលហើយឃើញម្ហូបតាមខ្នល់ហ្នឹងគាត់ឃើញអីគាត់តំណងគាត់ញ៉ាំហ្នឹងតែពួកម៉ាក់គាត់មួយទៀតរបៀបថាយើងយល់អារម្មណ៍ថាគ្នាម្ហូបប្រទេសផ្សេងគ្នាអត់សូវហ៊ានណាឃើញទៅរៀងអញើតទៅចឹងហើយតមកគាត់ដើរលេងហ្នឹងគឺអូខ្ញុំទៅសើអ្នកក្រុមការងារទៅជួយថតទៅហ្នឹងគាត់បានជួលម៉ូតូទៅថតនេះថតនោះហើយឡើងភ្នំហើយចឹងនិយាយថាអូមើលកម្មវិធីហ្នឹងគឺអត់មានអីនិយាយខាពីស្រឡាញ់ខ្លាំងប៉ុន្តែហ្នឹងខ្ញុំអីដែលខ្ញុំចាំពី season ទី1ហ្នឹងមានតែមនុស្ស3នាក់ឯចូលរួមហ្នឹងហើយគាត់ទៅលេងនៅលើភ្នំហ្នឹងមានអីនេះខ្ញុំភ្លេចបាត់ហើយដឹងតែគាត់ជិះម៉ូតូទៅលើភ្នំទៅគេងទស្សនៈលើភ្នំហ្នឹងជិះយន្តហោះជិះរថភ្លើងចេះទៅមួយគេមួយឯងអាហ្នឹង season ទី1 season ទី2មានមិត្តភក្តិគាត់ម្នាក់ទៀតអូអាប៉ែតនឹងសង្ហាខ្លាំងឈ្មោះ Dex ហ្នឹងហើយ DEX គាត់បានចូលរួមដែរហើយអាប៉ែតខៀនហ្នឹងគឺខ្ញុំសរសើរខ្លាំងគឺseason ទី2ហ្នឹងគាត់សម្រេចចិត្តទៅប្រទេសឥណ្ឌាដែលខ្ញុំគាត់ថាអាហ្នឹងក៏ជាអីដែលខ្ញុំភ្ញាក់ខ្លួនដូចគ្នាមានថាមិនថាតែប្រទេសក្រៅសូម្បីប្រទេសយើងរបៀបថាមានstereotype ទៅលើប្រទេសឥណ្ឌារបៀបថាប្រទេសឥណ្ឌាខិចអីផ្សេងហ្នឹងទៅហើយពេលហ្នឹងdirector ហ្នឹងសួរគាត់ថាគាត់ចង់ទៅប្រទេសណាគាត់ថាគាត់ចង់ទៅប្រទេសឥណ្ឌាគេ director សួរដូចគ្នាថាប្រទេសម៉ាកាណូមិនក៏ចង់ទៅប្រទេសឥណ្ឌាអញ្ចឹងព្រោះtrip ហ្នឹងគឺខាងក្រុមហ៊ុនគេ cover up ទាំងអស់ឲ្យទាំងលុយចាយឲ្យទាំងអីទៀតចឹងណាតោះមកគាត់ថាគាត់បានការ inspiration ពីម្នាក់ទៀតដែលជាជនជាតិកូរ៉េដូចគ្នាហ្នឹងមនុស្សល្បីដែរដែលថាគាត់ទៅកូរ៉េហ្នឹងហើយវាឆេងផ្នែកគណិតរបស់គាត់ហ្មងណាចឹងទៅគាត់ចង់ដឹងថាពេលទៅឥណ្ឌាហ្នឹងនឹងជួបអ្វីខ្លះអីចឹងទៅហើយពេលគាត់ទៅដល់ឥណ្ឌាហ្នឹងអេពីសូតទី1គឺរោគរ៉ាក់ដូចយើងរំពឹងទុកព្រោះអីប្រទេសឥណ្ឌាហ្នឹងខ្ញុំឮយូរដែរសំបីបងរីកអីគាត់និយាយដែរវាថាចរាចរអីចឹងវាញ៉ៃម្នាក់ជិះសិផ្លេអីចឹងវាអត់មានអីគេភ្លើងស្តុបភ្លើងអីស្រួលបួលដូចប្រទេសយើងទេវាថារៀងញ៉ៃទោះជានៅទីក្រុងក៏ដោយហ្នឹងហើយពេលគាត់ទៅដល់គាត់វងខៀនហ្នឹងគាត់រៀងគេហៅ culture shock អត់ទាន់ចុះសម្រងមួយ culture ប្រទេសគេគាត់រៀងភ្ញាក់ដែរអញ្ចឹងគាត់ជិះឡានទៅគេសិផ្លេអីពេលហ្នឹងទៅហើយពេលហ្នឹងគាត់ថាមនុស្សគាត់ឈៀគាត់ហ្នឹងហើយភ្លេចប្រាប់មួយទៀតពេលគាត់ដើរលេងអញ្ចឹងគាត់មានតែកាបូបស្ពីចំហៀងមួយគាត់យ៉ាងច្រើនយកអាវទៅ2ខោ2សូមជើង2
hay lối passport bắt á hay bật chân cái ta mà cù ấy này chill rồi hài năm sờ lạnh thế là có đau lên cứ qua bắt đau ta hưởng khơi ấy thay quạt qua là thời thơ luôn sạch đóคือquạt enjoy the moment mong này chẳngไปquạt đau địa nắng cô hồ cái lại kênh ai sụp búa hay chứ đấyไปquạt cái thon nó không video nó mong địa với art cực khích đôi tay dương khơi cái cắt video clay nó không YouTube tệ anh ấy nhung có mẹ làm ha ôไปkhác giọt cua chưa ấy nữa social mediaไปtệ về anh miền A miền B ấy chẳng áไปkhác bởi cái trang thọt video nó cực khích cái thọt ta thơm mấy cực khích khăng ấy chẳng nàyแต่នេះជាក់ស្ដែងវាមិនដល់ថ្នាក់នឹងទេគេអញ្ចឹងនិយាយអញ្ចឹងណាតមកគាត់ទៅរកស្ថាគារអីគេស្អាតធម្មតាស្តៀងតែនៅខ្មែរយើងស្ថាគារខ្មែរយើងដែរឲ្យតម្លៃអីក៏សមរម្យដែរហ្នឹងហើយអញ្ចឹងពេលទៅដល់គាត់ចាប់ដើមមុនគេគាត់ទៅទីក្រុងមួយដែលសិនជាអ្នកនរគ្នាមើលវីដេអូប្រហែលជាធ្លាប់ឃើញទលេដែលរៀនហ្នឹងគេសម្រាប់បូជាសាកសពបូជាសាកសពហើយរបៀបអីចឹងទៅគេបាចូលទៅក្នុងទន្លេហើយទន្លេហ្នឹងដូចគ្នាក៏មានអ្នកងូតទឹកមានអ្នកយកទឹកហ្នឹងមកប្រើប្រាស់អីផ្សេងណាគេហៅ mother អីគេទៅខ្ញុំភ្លេចបាត់ហើយប៉ុន្តែទន្លេហ្នឹងគឺនៅក្នុងវីដេអូហ្នឹងគេបានបរៀនយើងដូចគ្នាថានៅក្នុងទន្លេហ្នឹងជនជាតិឥណ្ឌាគាត់ជឿថាis a mother ចឹងពេលដែលយើងស្លាប់ទៅគឺយើងចូលទៅក្នុងគេហៅរង្វង់ដៃរបស់ម្ដាយយើងវិញហ្នឹងហើយអូស្ដាប់ចឹង emotional ចឹងនៅទីក្រុងហ្នឹងនៅក្នុងវីដេអូគេប្រាប់នៅក្នុងទីក្រុងហ្នឹងភាគច្រើនឲ្យតែមនុស្សចាស់ជនជាតិឥណ្ឌាហ្នឹងឲ្យតែគាត់ដឹងថាគាត់មនុស្សចាស់ឬថាគាត់ដឹងចិត្តដល់អាយុរបស់គាត់គាត់ទៅនៅម្ដុំនៅទីក្រុងហ្នឹងនៅម្ដុំទន្លេហ្នឹងដើម្បីដល់ពេលគាត់អនិច្ចកម្មទៅគឺគេបូជាគាត់នៅទន្លេហ្នឹងហ្មងហើយបេក្ខៀនហ្នឹងគាត់ទៅមើលការបូជាហ្នឹងអីផ្សេងគាត់ឡើងយំហ្មងណាព្រោះធម្មតាហ្នឹងឯងឃើញទោះជាបុណ្យសពហ្នឹងអត់ពាក់ព័ន្ធមួយគាត់មិនក៏ដោយប៉ុន្តែអារម្មណ៍គាត់ជាមនុស្សមួយគាត់មានអារម្មណ៍ថាអូខ្ញុំស្រឡាញ់រឿងគាត់ចិត្តល្អគាត់គេហៅមនុស្ស emotional intelligent អូស្រឡាញ់គាត់ខ្លាំងមែនទែនហើយគាត់អាណិតអីចឹងហើយគាត់ក៏បានសួរភ្លុកអ្នកដុតសពនៅឥណ្ឌាហ្នឹងក៏សួរថាមួយថ្ងៃខែហើយបូជាមួយអ្នកហើយភ្លុកហ្នឹងក៏ថាមួយថ្ងៃបូជាអាច100អ្នកឡើងហើយខ្ញុំឡើងខ្ញុំ surprise ខ្លាំងសាហាវលើសុំមកទៀតមួយថ្ងៃ100អ្នកឡើងច្រើនណាហើយហ្នឹងគឺរាល់ថ្ងៃមិនថាមានបុណ្យអីគឺមានត្រូវបូជានឹងរាល់ថ្ងៃហ្មងហើយបន្ទាប់ពីគាត់មើលកន្លែងគេបូជានឹងហើយគាត់ទៅជិះទូកជិះអីនៅទន្លេហ្នឹងមានអ្នកជិះទូកអីចឹងណាហើយអ្នកជិះទូកហ្នឹងស្រឡាញ់បែកខៀនហ្នឹងហ្មងគាត់បែកខៀនហ្នឹងបែកគាត់ចេះនិយាយតែអង់គ្លេសគាត់បើតែម្នាក់និយាយឥណ្ឌាម្នាក់និយាយកូរ៉េខ្លះហាន់ចាគាត់ព្យាយាមសន្ទនាមួយគ្នាអញ្ចឹងណាស្រាប់តែពេលល្ងាចឡើងគេមានកម្មវិធីគេមួយទៀតធ្វើនៅម្ដុំទន្លេហ្នឹងដែរហើយម្ចាស់ទូកហ្នឹងប្រាប់គាត់ថានៅហ្នឹងគេមានកម្មវិធីអីចឹងណាគាត់ក៏ទៅជិះទូកជិះអីទៅជាក់ស្ដែងក៏ជួបជនជាតិឥណ្ឌាហ្នឹងពីរអ្នកប្តីប្រពន្ធដែលគេជិះទូកជាមួយហ្នឹងគាត់ក៏និយាយលេងមួយគេទៅហើយជនជាតិឥណ្ឌាហ្នឹងក៏គេអញ្ជើញគាត់ទៅចូលរួមពិធីការរបស់ប្អូនស្រីរបស់គេហើយបែកខៀនហ្នឹងគាត់ហ៊ានណាlikeគេអញ្ជើញទៅស្អែកឡើងគាត់ទៅមែនហ្មងហើយកម្មវិធីការនៅឥណ្ឌាហ្នឹងប្លែកពីស្រុកខ្មែរខ្លាំងហ្មងកម្មវិធីគេចាប់ផ្ដើមនៅម៉ោង8យប់ហើយការអាច3ថ្ងៃទៅ7ថ្ងៃហើយច្រៀងរំរហូតហ្មងហើយបែកខៀនហ្នឹងគាត់ទទួលយកអាលិខិតគេអញ្ជើញហ្នឹងហើយដល់ពេលអាវៈហ្នឹងមាន Dex ហ្នឹងគាត់មកដែរអេពីសូតទី1គៀនហ្នឹងគាត់ទៅតែឯងអេពីសូតបន្ទាប់មកបាន Dex ហ្នឹងគាត់ទៅដល់ដែរហើយគាត់ទៅប្រាប់ Dex ហ្នឹងថាឥឡូវមានគេ invite គាត់ចូលកម្មវិធីមង្គលការហ្នឹងឯងអញ្ចឹងគាត់ត្រូវទៅហើយដល់ពេលគាត់ឡើង open mind ខ្ញុំទៅសើហ្មងគាត់ថាបើខ្ញុំទៅដើរលេងប្រទេសគេហើយគេមកហៅខ្ញុំទៅហៅការគេខ្ញុំហ៊ានទៅប៉ុន្តែខ្ញុំក៏មើលវីដេអូអូខ្ញុំស្រឡាញ់ខ្លាំងហើយគាត់ទៅហើយគេគាត់ទិញកៅអៅឥណ្ឌាទិញអីដើម្បីពាក់ឲ្យសមរម្យ respect គោរពប្រពៃណីគេអីចឹងហ្នឹងហើយស្រឡាញ់ខ្លាំងហ្មងហើយគាត់ទៅចូលរួមទៅហើយទៅដល់ទៅរំមួយឥណ្ឌាមួយអីផ្សេងខ្ញុំឡើងវ៉ាវហើយគេតារាទេគាត់
enjoy in the moment គាត់ហ្មងគាត់មានខ្វល់គាត់តារាមានក្រុមការងារគាត់ទៅថតទៅអីអត់ហ្មងគាត់ធ្វើដូចមនុស្សធម្មតា like ជាងមនុស្សធម្មតាទៀតណាហើយគាត់ទៅដល់គាត់ញ៉ាំម្ហូបគេអីពេញហ្នឹងទៅហើយគាត់ទៅញ៉ាំស្អីគេអាខ្ញុំថាខ្មែរយើងញ៉ាំប្រហែលចិត្តអីរបៀបស្លាម្លូរបស់ឥណ្ឌាហ្នឹងពេលគេដាក់ម្លូដាក់អីហើយអាថ្នាំជក់អីហើយគេដុតភ្លើងហើយញាត់ចូលមាត់យើងតែគាត់ជំនឿចិត្តគេគាត់គេញាត់ភ្លាមគាត់អូខេឲ្យលុយគេហើយគាត់រត់ទៅអួតបាត់ហ្នឹងហើយតែសំខាន់គាត់ open mind ក្នុងការសាករបស់ចឹងណាអូខ្ញុំមើលវីដេអូគាត់ហើយខ្ញុំចង់ដើរលេងសាហាវហើយបន្តមកទៀតនៅក្នុងវីដេអូហ្នឹងដែរក៏មាន Penny Battle ប៉ែហ្នឹងនៅតាំងពី season 1គាត់ជា YouTuber travel របស់កូរ៉េហើយដូចជាប៉ែហ្នឹងមានដូច1,000,000ជាង follower no subscriber មានតាំង season ទី1ហើយប៉ែហ្នឹងមនុស្ស smart គេហៅ street smart របៀបថារបៀបកក់អូតែលរបៀបកក់តាក់ស៊ីរបៀបមើលផ្លូវរបៀបហើយគាត់មាន passport បើកឡាននៅចិនបានទៀតគឺថាប៉ែហ្នឹងនៅសាហាវហ្មងហើយហ្នឹងហើយពេលនៅឥណ្ឌាហ្នឹងពេលគាត់ជួបតែខ្សៃអបសរក្រោយទៀត Penny Battle ហ្នឹងបានគាត់មកដែរដោយសារគាត់រវល់ថតក្នុង channel គាត់ដែរដល់ពេលគេមក3នាក់គឺថានាំគ្នាកោសាហាវហើយគេទៅលេងនេះលេងនោះហើយអូខ្ញុំចាំវីដេអូមួយទៀតពេលហ្នឹងគាត់អត់តន់ជួបគ្នាមួយ Penny Battle ហ្នឹងឯងគាត់ត្រូវជិះរថភ្លើងពីទីក្រុងមួយទៅទីក្រុងមួយទៀតដើម្បីជួប Penny ហ្នឹងស្រាប់ពេលហើយគាត់ត្រូវជិះរថភ្លើងតែ2នាក់ដេកសេហើយគាត់ចេះឆ្ងាយចេះរថភ្លើងហ្នឹងជិះគេងមួយយប់ពេលឥណ្ឌាធំខ្លាំងជិះគេងមួយយប់ទៅគាត់មានអារម្មណ៍ថាចុះសម្បត្តិរថភ្លើងមិនថោកមែនហើយដល់ពេលហើយគាត់បានដោយថារថភ្លើងហ្នឹងគេដូចយន្តហោះចឹងគេមាន economic មាន academy មាន business មានអីចឹងស្រាប់គាត់ឡើងរថភ្លើងគាត់ទៅឡើងពីអាខាងថ្លៃមុនអាខាងថ្លៃនោះលឿថាបន្ទប់គេ private មានម៉ាស៊ីនជែកមានអីម្នាក់ឯងចឹងគាត់ដើរមកតិចទៀតមានម៉ាស៊ីនជែកដូចគ្នាប៉ុន្តែម៉ូតូហ្នឹងគេង4នាក់គាត់ដើរមកមុខតិចទៀតគេង4នាក់មានកង្ហារតែមានវាំងននវា private ដល់កន្លែងគាត់គេងគឺថាកង្ហារមួយហ្នឹងរថភ្លើងដង្ហើមមួយនោះដាក់ចូលគ្នាហើយអត់មានវាំងនត់អត់មាន3បាំងហើយពេលគាត់ទៅដល់ពេលថ្ងៃហ្នឹងគេអង្គុយកន្លែងគាត់គេហ្នឹងទៀតហើយយ៉ាងណាគាត់អីហ៊ានដេញគេដល់ជនជាតិបរទេសគាត់ឡើងក៏គ្រាន់សួរគេលេខគាត់នៅនេះគេអង្គុយអញ្ចឹងទៅបានបើប្រជាជនគេបញ្យល់ថាចឹងកន្លែងគាត់គេហ្នឹងគេនឹងឲ្យគាត់គេនៅចាប់ពីម៉ោង8យប់ទៅប៉ុន្តែពេលថ្ងៃអញ្ចឹងដោយសារមានមនុស្សឡើងចុះអញ្ចឹងកន្លែងហ្នឹងគេទាញមកឲ្យយើងអង្គុយធម្មតាហើយខ្ញុំឡើងឆក់ពួកសុំឲ្យប្រទេសយើងមានក្រុមហ៊ុនដូចឡាដេតាអីកន្លែងគេងស្អាតដល់ពេលមើលហ្នឹងខ្ញុំរៀងភ្ញាក់ដែរហ្នឹងហើយតោះមកបន្ទាប់ពីគាត់ជិះរថភ្លើងហ្នឹងហើយគឺត្រោរ៉ាទៅលើរថភ្លើងហ្នឹងគេមានលក់របស់ញ៉ាំលក់អីយ៉ាងតំណងដែរគាត់ទិញអីមកញ៉ាំហើយអូជិះរថភ្លើងខ្ញុំមើលឡើងអាណិតគាត់ហ្មងព្រោះជិះប្រឈៀតគ្នាប៉ុន្តែគាត់នៅតែព្យាយាមនិយាយលេងមួយប្រជាជននៅតំបន់ហ្នឹងអីចឹងរហូតត្រមតាជួបPenny Battle ហ្នឹងគឺថាពីរអ្នកគាត់ឡើងចង់ខ្យល់ចាប់ហ្មងយើងតមកខ្ញុំផឹកទឹកតិចអូខេអញ្ចឹងបន្ទាប់ពីគាត់ជិះរថភ្លើងហ្នឹងហើយស្រាប់នៅក្នុងរថភ្លើងហ្នឹងមានប្រជាជនឥណ្ឌាហ្នឹងវាថាគេលក់ទឹកហើយដល់ពេលហើយអ្នកជនជាតិឥណ្ឌាអូ sorry តែមានស្រីតិចហ្នឹងជនជាតិឥណ្ឌាហ្នឹងគេស្រែក Penny Battle គាត់ឡើង surprise គាត់ស្មានពុកម៉ាក់គាត់ហ្នឹងនៅលើរថភ្លើងហ្នឹងក៏បិទពុកម៉ាក់គាត់ហ្នឹងចាប់ផ្ដើមវីដេអូ vlog ដំបូងហ្នឹងគឺគាត់ថតនៅឥណ្ឌាហើយពេលគាត់ទៅដល់គាត់លឺមុនគេលឺពាក្យ Penny Battle ហ្នឹងទៅគាត់បាន inspiration ហ្នឹងក៏គាត់យកឈ្មោះហ្នឹងមកដាក់ឈ្មោះរបស់គាត់ទៅបន្ទាប់ពីគាត់ជិះរថភ្លើងអីហ្នឹងហើយគាត់ក៏ជួបមិត្តភក្តិគាត់មែននៅឥណ្ឌាហ្នឹង like finally គឺជីវិតគាត់ឡើងរោរ៉ាក់ហ្មងអាពីប្រហែលថ្ងៃមុនហ្នឹងប៉ុន្តែគាត់ថាគាត់សប្បាយដូចថាទទួលបានបទពិសោធន៍ថ្មីតែពេលបានជួប Penny Battle ហ្នឹងបាន Penny Battle ហ្នឹងគាត់កក់អូតែលអីរៀងស្អាតហើយពេលទៅដល់ Dex ហ្នឹងពុលអាហារហ្នឹងគឺថាដល់វគ្គចូលពេទ្យចូលអីទៅអូយដំណើរកំសាន្តគេរករាក់សាហាយហាបើក៏ខ្ញុំញ៉ាំអត់ទៅមុខហ្នឹងវាឈឺធ្មេញបើក៏គេឆ្ងាញ់តែពេលយើងឈឺធ្មេញបើទៅនេះអូខេចឹងពួកគាត់ជួបគ្នាអីអស់ហើយពេលគេដល់លេងគេអីចឹងណាតែអត់នេះសាច់ខ្ញុំនិយាយវាម្យ៉ាងប៉ុន្តែអូយខ្ញុំគេមិនចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលវីដេអូចឹងណាវាដូរការគិតរបស់យើងអូយបាក់បញ្យល់គេថា
mình xa con mình đăng á là ngày chứអ្នកទាំងអស់គ្នាអាចបើមានពេលអាចទៅមើលទៅមួយថ្ងៃមួយ episode ក៏បានដែរហើយនិយាយហ្នឹងគឺវីដេអូគេថាគាត់និយាយថានៅក្នុង season របស់គាត់ហ្នឹង season ទី2ដែលទៅលេងឥណ្ឌាហ្នឹងថាល្បីជាងគេប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំស្រឡាញ់season ទី4ពេលដែលពួកគាត់ទៅនេប៉ាល់អូខ្ញុំយំទៅហៅseason ទី4ហ្នឹងហើយមកឥឡូវហ្នឹងដូចអ្នកនរគ្នាដឹងចឹងប្រទេសនេប៉ាល់Gen Z យុវជនជំនាន់ក្រោយហ្នឹងកំពុងតែធ្វើprotest ទៅលើរដ្ឋាភិបាលរបស់គេរដ្ឋាភិបាលទៅលើរដ្ឋាភិបាលរបស់គេខ្ញុំឡើងហើយខ្ញុំទៅមើល season ហ្នឹងហើយខ្ញុំនិយាយមែនខ្ញុំទទួលស្គាល់ថាប្រជាជននៅប្រទេសហ្នឹងគឺពិបាកខ្លាំងហ្មងជាពិសេសទៅលើចំណូលនៅក្នុងគ្រួសារមួយគឺគាត់ hard working like យកកម្លាំងមកធ្វើការយកហ្មងមិនមែនធម្មតាទោះអ្នកហ្នឹងគាត់មានចំណេះដឹងតែនៅតែពិបាកចឹងព្រោះប្រទេសហ្នឹងជាប្រទេសដែលពាត់ទៅដោយភ្នំអញ្ចឹងការធ្វើដំណើរគឺវេទនាខ្លាំងបើមិនជាយើងមានលុយយើងអាចជិះកតុំរុយឬក៏អីផ្សេងអញ្ចឹងតែបើប្រជាជនធម្មតាគឺដើរយកហ្មងគឺដើរឡើងភ្នំដេកតាមផ្លូវគឺអីចឹងហ្មងឥឡូវខ្ញុំបន្ត spoil season ទី4ខ្ញុំតមក season ទី3ហ្នឹងហើយគឺចូល season ទី3គាត់ទៅលេង Madagascar ហ្នឹងទី1បងខៀនហ្នឹងក្នុងseason គេហ្នឹងគឺបងខៀនហ្នឹងគាត់ដើរលេងមុនគេរហូត episode ទី1ហ្នឹងគាត់ទៅលេងកោះស្អីគេទេតែដល់ហូបត្រីឆៅទៅជាមួយទឹកឡើងពេញហ្នឹងតែខ្ញុំទៅសារនៅប្រទេសកូរ៉េ caster របស់គេមុននឹងគេដើរលេងទៅកន្លែងណាមួយឬក៏ថត TV show អីមួយភាគច្រើនគឺសិតតែ join training ហើយពេលហ្នឹងអង្គានហ្នឹងក៏គាត់ទៅ join training របៀបថារៀនជាមួយទឹកអីផ្សេងអញ្ចឹងតែធម្មតាគេថាចិត្ត10ស្មើប្រសពមួយទូគាត់រៀន training មិនក៏ដោយប៉ុន្តែនៅតែចាញ់ប្រជាជនគេដែលគេនៅតំបន់ហ្នឹងគឺថាអ្នកនៅហ្នឹងជាមួយទឹកប្រមាញ់ត្រីគឺមិនឆ្ងាញ់យីមែនហើយគាត់ទៅមួយគេហ្នឹងនៅខាង Madagascar ហ្នឹងនៅកោះហ្នឹងប្រជាជនគេវាគេនេសាទអីចឹងហើយប្រជាជនគេអត់ស្គាល់ YouTube ហ្នឹងអីទេ social media ក៏អត់ស្គាល់ទូរស័ព្ទឬថាស្គាល់តែទូរស័ព្ទលេខចុចអីធម្មតាទូរស័ព្ទខលដៃធម្មតាអញ្ចឹង social media touch screen smartphone នេះគឺពួកគាត់ស្គាល់ទេហើយខ្ញុំមើលកម្មវិធីនេះខ្ញុំឡើងមានអារម្មណ៍ថាចេះអង្គានហ្នឹងគាត់មិនគាត់ទៅដើរលេងពីប្រទេសមួយទៅប្រទេសមួយគាត់ដើរលេងដូចឆ្លងភពចឹងព្រោះទោះបីពេលដែលគាត់ថត TV show ហ្នឹងកំឡុងឆ្នាំដូចជា2023តែខ្ញុំចាំហ្នឹងហើយតែប្រទេសមួយគឺការអភិវឌ្ឍខុសគ្នាឆ្ងាយខ្លាំងមែនតើហ្មងបើយើងយកមកប្រៀបធៀបបែបប្រៀបធៀបទៅប្រទេសណាឆ្ងាយប្រៀបធៀបមកប្រទេសយើងគឺដូចឆ្លងភពដូចអ្នកប្រទេសនេះនៅក្នុងតំណើឆ្នាំ1995ប្រទេសនេះឈានទៅដល់ឆ្នាំ2030រៀបអញ្ចឹងខ្ញុំមើលមកឡើងវ៉ាវហើយខ្ញុំមើលហើយខ្ញុំចង់ដើរលេងសាហាវហើយមានអារម្មណ៍ថាដើរលេងបែបគាត់អត់សូវអស់លុយហើយគាត់ឈៀលទៅមួយ local គាត់ចាយលុយអីអញ្ចឹងធ្វើធម្មតាហើយកៅគាត់ទៅណាបោកនឹងបោកមើលតាមមុំយកស្លៀកតគាត់អត់ខ្វល់ហ្មងគឺដឹងតែ enjoy ដឹងតែរៀនពី culture ដឹងតែពីអីហ្មងហ្នឹងហើយពេលទៅ Madagascar ហ្នឹងបន្ទាប់ក្រោយមកទៀតបាទមាន Penny Battle ហើយនឹង Dex ហ្នឹងគាត់ចូលរួមមួយដែរគាត់ណាទៅMadagascar ហ្នឹងពួកគាត់អត់សូវវេទនាខ្លាំងឬថា enjoy ឈៀលធម្មតាប៉ុន្តែ friendship គេហ្នឹងខ្ជូតសាហាវយីមែននិយាយថាខ្ញុំបាក់យល់ like បាន 3-4 នាក់គាត់ហ្នឹងខ្ជូតហ្មងហើយទៅ Madagascar ហ្នឹងគាត់ទៅលេងអាដើមឈើស្អីគេនេះបើអ្នកនរគ្នាលេង game ហើយស្គាល់អ្នកគេលេង Hades ស្គាល់ដើមឈើហ្នឹងហើយដើមឈើហ្នឹងវាថាឡើងខ្ពស់ធំជាឡើងទៅលើអញ្ចឹងទៅហើយនៅលើហ្នឹងមានស្លឹកមានអីដើមហ្នឹងគេហៅដូចដើម dinosaur យ៉ាងដូចជំនាន់ dinosaur យ៉ាងហើយគាត់ទៅលេងនៅហ្នឹងហើយបោះតង់បោះអីចឹងញោមឈៀលមួយប្រជាជនគេតមកក៏មកទៀតបាន best friend របស់បងខៀននៅក្នុង season ទី1ហ្នឹងបានគាត់មកចូលរួមដែរហើយគេដើរលេង4នាក់ហ្នឹងខ្ជូតសាហាវគាត់ថាDex ហើយនឹង best friend របស់បងខៀនហ្នឹងពីរហ្នឹងដើរស្គាល់គ្នាព្រោះ season
ទី1មាន best friend ហ្នឹង season ទី2មាន Dex ហ្នឹងហើយពីរអង្គតបានជួបគ្នាដល់ពេល season ទី3គេជួបគ្នាគេដើរលេងមួយគ្នាឡើងអកបកសាហាវទៅថាមនុស្សប្លែកហើយពេលហ្នឹងគូកណ្ដាលអង្គានឹងទៀតអញ្ចឹងអូគេ enjoy the moment ដល់ពេលចូលមក season ទី4បាច់ពីរហ្នឹងស្និទ្ធគ្នាក៏ហើយឡើងដូច best friend ហើយបង្គានឹងគាត់ឡើងអន់ចិត្តគាត់ឡើងដល់ best friend គាត់លើមកស្និទ្ធគ្នាវិញវាខ្ជូតតែចរិតពួកគាត់ហើយមនុស្សឡើង30-40ជាងណាដល់ពេលមកប្រទេសនេប៉ាល់អង្គានឹងក៏យំណយដែរដល់ប្រទេសនេប៉ាល់គាត់មកមុនគេហើយគាត់ចង់ទៅលេងម្ដុំភូមិហ្នឹងនៅលើភ្នំនៅជិតភ្នំ Everest ប៉ុន្តែគាត់បានឡើងភ្នំ Everest ហ្មងហើយគ្រាន់តែទៅភូមិជិតហ្នឹងហើយគាត់ទៅដល់គាត់ទៅញ៉ាំ local food នៅហ្នឹងដូចថាម្ហូបហ្នឹងខ្ញុំមានអារម្មណ៍ថាស្តៀងគ្រីហើយគេញ៉ាំមួយនំប៉័ងបើថាម្សៅហ្នឹងចុះស្អិតណាគេយកមកជ្រលក់មួយគ្រីហ្នឹងអញ្ចឹងហើយដល់ពេលគាត់ពងញ៉ាំគាត់ឃើញក្មេងប្រុសជនជាតិនេប៉ាល់2នាក់ពងអង្គុយញ៉ាំនៅ local food ហ្នឹងហើយគាត់សួរបើគាត់ព្យាយាមនិយាយអង់គ្លេសសួរគេថាអាហ្នឹងគេញ៉ាំមិនចឹងហើយក្មេងៗប្រុសហ្នឹងបញ្យល់គាត់របៀបញ៉ាំរបៀបអីចឹងហើយគាត់ញ៉ាំទៅគាត់និយាយលេងចឡើងទៅគាត់សួរក្មេងប្រុសហ្នឹងថាអ្នកឯងធ្វើអីគេថ្ងៃហ្នឹងហើយក្មេងប្រុសហ្នឹងគាត់ជាអ្នកដឹកអីវ៉ាន់ហើយអង្គានឹងគាត់សួរចាបើសិនជាដឹកអីវ៉ាន់គាត់ទៅចង់ធ្វើការជាមួយគេមួយថ្ងៃដើម្បីស្គាល់បទពិសោធន៍ថ្មីៗចឹងទៅពីអ្នកប្រុសហ្នឹងវាគ្នាក្មេងៗដែរម្នាក់កូននោះ16ហើយម្នាក់ទៀតដូចជា18បងប្អូនកើតហើយគេគិតគ្នាមកសន្ទុះគេថាអូខេឲ្យអង្គានឹងទៅដែរហើយអង្គានឹងខ្ជូតទៅហើយគឺថាអីវ៉ាន់ពីអ្នកបងប្អូនហ្នឹងធ្ងន់ហ្មងស្ពីធ្ងន់ណាគឺថាអាកត្រកស្ពីចឹងហើយគេមានខ្សែមួយចង់ពីថ្ងាសទៅចេះដើម្បីទប់ទម្ងន់ហ្នឹងព្រោះស្ពីធ្ងន់ហើយគាត់ត្រូវឡើងភ្នំហើយរបៀបថាឡើងភ្នំហ្នឹងឆ្លងពីភ្នំមួយទៅភ្នំមួយហ្មងគឺអូខ្ញុំមើលហើយខ្ញុំឡើងវេទនាហើយអង្គាហ្នឹងគាត់ជួយស្ពេក្មេងៗហ្នឹងអីចឹងហើយក្មេងៗស្រឡាញ់គាត់សាហាវហើយនៅក្នុងចំណោមបងប្អូនហ្នឹងកូនមួយរៀងក្មេងជាងគេអាយុ16ឆ្នាំហ្នឹងគាត់ត្រូវយកអីវ៉ាន់ហ្នឹងទៅភ្នំមួយទៀតឆ្ងាយហ្មងដែលភ្នំហ្នឹងត្រូវអញ្ជូន2ថ្ងៃត្រូវគេតាមផ្លូវមួយយប់នាំទៅដល់ហើយអង្គាហ្នឹងគាត់ថាអូខេគាត់ទៅជាមួយអញ្ចឹងណាហើយទៅហ្នឹងបងប្អូនគេហ្នឹងម្នាក់ទៀតគេចង់ទៅដែរទៅលេងអីចឹងទៅដល់កូននឹងគាត់ប្រាប់ថារដងពេលគាត់គេងនៅកន្លែងនេះហើយកន្លែងដែលគាត់ប្រជាជននៅនឹងគេបានដូចជាrestaurant មួយជាភោជនីយដ្ឋានមួយដែលយើងញ៉ាំអីឲ្យតែគ្រប់តម្លៃរបស់គេទៅគឺគេងនៅនឹង free ឯងហើយកន្លែងគេងគេហ្នឹងខ្ញុំស្មានទៅប្រភេទ hotel គេថាភោជនីយដ្ឋាននឹងក្រុមអញ្ចឹងនៅជាន់ខាងលើហ្នឹងគឺគេមានខែធំមួយឲ្យទៅវែងមកអញ្ចឹងមកគេងជុំគ្នានឹងមកឲ្យបង្ខៀនគាត់ឡើងគ្នាគេងនឹងគេងជុំគ្នាមានប្រុសមានស្រីដែលគេដឹកអីវ៉ាន់ដឹកអីទៅគាត់គេងជុំគ្នាមួយគេទៅហើយព្រលឹមឡើងម៉ោង6ហ្នឹងប្រជាជននៅហ្នឹងត្រូវងើបដើម្បីដឹកអីវ៉ាន់ហ្នឹងបន្តទៅទៀតទៅភ្នំហ្នឹងអីចឹងតែដល់ពេលព្រឹកឡើងហ្នឹងគឺម្នាក់មួយដែលអាយុ18ឆ្នាំហ្នឹងគាត់ត្រូវចុះទៅផ្ទះវិញដោយសារត្រូវមានដឹកអីវ៉ាន់អីផ្សេងទៀតចឹងមានតែបង្ខៀនហើយនឹងកូនមួយអាយុ16ឆ្នាំហ្នឹងដឹកអីវ៉ាន់ទៅទេហើយបងខៀនហ្នឹងអត់ឲ្យកូននឹងស្ពាយទេគាត់ស្ពាយរហូតស្ពាយអីវ៉ាន់ហ្នឹងឡើងភ្នំហើយកូនហ្នឹងស្រឡាញ់គាត់ព្រោះកូនហ្នឹងក្នុងកម្មវិធីហ្នឹងកូនហ្នឹងគាត់ទៅតែបាត់បង់ប៉ាហើយដល់ពេលបង្ខៀនហ្នឹងទៅអញ្ចឹងគ្នាឡើងអូយ emotional ខ្ញុំគាត់មើលឡើងហ្នឹងយំសាហាវហើយបង្ខៀនវាថាគាត់ប៉ាមហោប៉ាអីអញ្ចឹងហើយទឹកចិត្តរបស់គាត់អីអញ្ចឹងហើយគាត់ឲ្យលុយកូនហ្នឹងគាត់ឲ្យប៊ូជើងទិញកៅអីថ្មីឲ្យអញ្ចឹងហ្នឹងហើយអញ្ចឹងបន្ទាប់ពីគាត់ចុះពីភ្នំហ្នឹងមកវិញហើយកូនហ្នឹងយំណាស់គាត់សាហាវកូនប្រុសបន្ទាប់ពីគាត់ចុះភ្នំហ្នឹងវិញបានគាត់ជីកតុំក្រួយហ្នឹងទៅជួបមិត្តភក្តិគាត់ជួប Dex មួយ Penny Battle ហ្នឹងហើយនឹងបង best friend គាត់ហ្នឹងក្នុង season 4 season បញ្ចប់ហ្នឹង4នាក់គាត់នៅជុំគ្នាហ្មងហើយគេទៅស្អីគេនេះនៅក្នុងប្រទេសនេប៉ាល់ហ្នឹងគេមានកន្លែងមួយ trend តាហ៊ានណាតាហ៊ានហ្នឹងបើសិនជា trend គេមានរយៈពេល trend 3ឆ្នាំបើសិនជា trend ជាប់ប្រទេសអង់គ្លេសនឹងឲ្យការងារគាត់ធ្វើឲ្យប្រាក់ខែច្រើនដូចជាមួយខែបាន1200ហ្នឹងហើយទៅ trend ទៅធ្វើតាហ៊ានអីចឹងហើយក្មេងភាគច្រើននៅហ្នឹងគឺគាត់មុំទៅដល់អាយុគឺគាត់ចូលក្នុងប្រទេសតាហ៊ានហ្នឹងដើម្បី trend ចឹងទៅបានប្រាក់ខែច្រើនអីចឹងទៅហើយនៅ4នាក់គេហ្នឹងគេទៅចូលកម្មវិធី
តាហ៊ានហ្នឹងទៅ train ដាច់គាត់ចង់តែកាប៉ែមួយស្អាតសាច់ដុំហ្នឹងគាត់ចង់ដឹងថាព្រោះគាត់ហ្នឹងគាត់ធ្លាប់ជាតាហ៊ាននៅប្រទេសកូរ៉េដែរអញ្ចឹងគាត់ចង់ដឹងថាកម្លាំងនៅតាហ៊ាននៅនេប៉ាល់ហ្នឹងមិនអីអញ្ចឹងគាត់ទៅចូល train មានណាបែកក្អួតទាំង4នាក់ហើយគាត់តែមើលអាកម្មវិធីអាពាក់តាហ៊ានហ្នឹងក៏ល្អមើលដែរពួកគាត់មិនគិតថាគាត់ជា TV show ណាលើគាត់ទៅធ្វើអីគាត់ទៅធ្វើមែនតើណាlike ដាក់ចិត្តដាក់កាយទៅហ្មងហើយខ្មោចលងខ្ញុំមើលកម្មវិធីហ្នឹង4 season ណាមានតែដល់កន្លែងប្រទេសតាហ៊ានហ្នឹងខ្មោចលងហើយលងអាប៉ែ Dex ហ្នឹងប៉ុន្តែអាប៉ែហ្នឹងវាថាគេងហើយខ្មោចឈរនៅចិត្តហ្នឹងតែ best friend របស់ហ៊ានហ្នឹងបានគាត់ឃើញដោយសារគេងខែទល់មុខគ្នាហើយខ្ញុំឡើងអូយមើលអាវៈហ្នឹងចង់ខ្លាចទេហើយទៅ train នៅប្រទេសតាហ៊ានហ្នឹងមុនបងគាត់គិតថាគាត់ទៅ train តាមមួយកណាត់ថ្ងៃឬថាម៉ោង2អីចឹងចុះទៅពេលហើយកូនតាហ៊ាន trainee នៅតាហ៊ានហ្នឹងបញ្ចុះពួកគាត់គេមកយប់ទៅព្រោះស្អែកឡើងគេមានកម្មវិធីម៉ូតូឡើងភ្នំរត់ម៉ារ៉ាតុងដើម្បីឡើងភ្នំហើយ4នាក់គេហ្នឹងហ៊ានណាគេរត់ម៉ារ៉ាតុងមែនទៅមួយគេរត់ម៉ារ៉ាតុងមិនរត់តែខ្លួនណារត់ឡើងភ្នំហើយត្រូវស្វេអាកាឆេដែលមានអីពាក់ក្បាលហ្នឹងដឹកខ្សាច់ដឹកហ្នឹងស្ពាយខ្សាច់ចំនួន20 គីឡូហើយតែខៀនហ្នឹងគាត់ស្ពាយតែមិន10 គីឡូឯងគាត់ថាគាត់ទៅអត់រួចទេហើយអ្នកផ្សេងទៀតស្ពាយ10 គីឡូប៉ុន្តែ Penny Bottle គ្នារៀងខ្សោយកម្លាំងកាយគាត់ដែរហាត់ប្រាណអញ្ចឹងទៅគាត់ស្ពាយគាត់រត់ឡើងធម្មតាអូអាវៈរត់ហ្នឹងវេទនាសាហាវខ្ញុំគ្រាន់ឃើញហត់ជំនួសអូរត់ឡើងភ្នំខ្ញុំឡើងOh my god គាត់ថាពេលហ្នឹងហ្នឹងហើយ Dex គាត់រត់មុនដល់មុនគេតមកបានខៀនតមកបាន best friend ខៀនហើយនឹងចុងក្រោយគេគឺ Penny Bottle ឡើយខ្លះអត់មានណាបខំគាត់តែគាត់ធ្វើមិនព្យាយាមរត់ដល់ទីតែអាមួយពេលហ្នឹងគាត់ចង់ស្លាប់ផងឲ្យព្រោះអូខ្ញុំគាត់បើអាណិតសាហាវមិនមែនមកភ្នំហ្នឹងកំថាដល់រត់ខ្ញុំឡើងដើរឡើងក៏ដើររួចដែរខ្ញុំនឹងចោតមកហើយគាត់មើលវីដេអូហ្នឹងហើយមួយរយៈក្រោយឃើញបង RKA ក៏ថតវីដេអូគាត់ថតនៅភ្នំហ្នឹងដែរខ្ញុំឡើងអូវ៉ាវវាជានិស័យឬក៏យ៉ាងម៉េចមានអនាគតចង់ទៅលេងនៅប្រទេសហ្នឹងប្រទេសនៅប៉ាដើមកំណើតពុទ្ធត្រូវហ្នឹងហើយចឹងខ្ញុំជាពុទ្ធសាសនិកចង់ទៅលេងនៅហ្នឹងដែរហើយបើតបពីចុះមកអញ្ចឹងចុះមកពីនឹងឲ្យគាត់ទៅគេងអូតែលកន្លែងនោះប៉ុន្តែអាវាចិត្តចាប់ហ្នឹងគឺដែលស្គាល់បាននៅដោយសារគាត់ជាប់ថតនៅកូរ៉េអញ្ចឹងគាត់មកមុននៅសតតែ3នាក់គាត់ទេហើយ3នាក់គាត់ហ្នឹងគេទៅដើរលេង3នាក់គាត់ហ្នឹងទៅចិនដោយសារនេប៉ាល់ហ្នឹងដូចជាមានព្រំប្រទល់ជាប់ប្រទេសចិនបែបខ្ញុំចង់វាអាពេលហ្នឹងពេលហើយគាត់ទៅចិនហ្នឹងប៉ុន្តែចិនហ្នឹងឆ្ងាយមកវាថាចិនជាដែរណាគាត់ទៅលេងទៅដល់មានកូនស្រី2នាក់នោះដោយសារគាត់ទៅបោកអាវអាប៉ាក់ឃីនហ្នឹងគាត់ទៅបោកអាវគាត់ទៅញ៉ាកូនស្រីគេ2នាក់ហើយទៅនិយាយលេងមួយស្រី2នាក់ហ្នឹងអញ្ចឹងទៅហើយសួរគេថាអាចជូនគាត់ដើរមើលភូមិហ្នឹងអត់អីអត់អញ្ចឹងទៅ2នាក់ស្រីហ្នឹងក៏គេអូខេគេជូនអីអញ្ចឹងហើយល្ងាចឡើងទៅញ៉ាំបាយផ្ទះគេហើយគាត់ថាដោយសារគាត់ឲ្យលុយ2នាក់ស្រី2នាក់ស្រីហ្នឹងស្អាតហ្មងគាត់ឲ្យលុយ2នាក់ហ្នឹងតែ2នាក់ហ្នឹងគេជាជនតាមតំបន់គេមិនអត់លុយចាយទៅគេថាគេអត់យកអញ្ចឹងគាត់ថាអញ្ចឹងចាំព្រលឹមឡើងចាំជួយធ្វើការងារស្រែឆ្ការអីចឹងហ្នឹងហើយព្រលឹមឡើងគេជួយឆូតស្រូវឲ្យចំណីគោឲ្យចំណីជ្រូកលាឲ្យចំណីមាន់របៀបថាព្រោះនៅប្រហែលប្រទេសខ្មែរខ្ញុំគ្រាន់មើលឲ្យឡើងអូ wow I feel so relate ណាខ្ញុំស្រឡាញ់ខ្លាំងតោះមកអវៈចុងក្រោយគេបង្អស់3នាក់គាត់ហ្នឹងអត់តែសារអង្គានហ្នឹងគាត់ជាពុទ្ធសាសនិកពេលនេះបាថលហ្នឹងគាត់អត់មានជឿលើសាសនាអីលើថាមនុស្សគាត់នៅកដាលហើយនឹង best friend របស់អង្គានហ្នឹងដូចជាសាសនាយេស៊ូប៉ុន្តែអង្គានហ្នឹងគាត់ចង់គេហៅរបៀបខ្ញុំបាក់យកប្រហែលខ្មែរយើងអត់ដែរឃើញហ្នឹងគឺថាយើងដើរ5ជាហ៊ានយើងដើរ5ជាហ៊ានក៏បាន3ជាហ៊ានក៏បានតមកយើងក្រាបហើយធ្វើមិនឲ្យជង្គង់កែងដៃហើយនឹងថ្ងាសរបស់យើងនឹងឲ្យ5កន្លែងហ្នឹងធ្វើមិនឲ្យប៉ះដីរាប់ដើរឲ្យលូនអញ្ចឹង3អ្នកគាត់ហ្នឹងគាត់ទៅសាក់ធ្វើហ្នឹងគាត់ថាអូ
គាត់ថាគាត់បាក់បញ្យល់ពេលធ្វើអាហ្នឹងនៃការគិតរបស់គាត់គិតបានជ្រៅជាងមុនហើយបើថាគាត់បើកចិត្តអីផ្សេងអញ្ចឹងហ្នឹងហើយអង្គធានថាគាត់អំពីគាត់ធ្វើអាហ្នឹងហើយពេលចាប់ពី season ហ្នឹងវិញគាត់យំរហូតមករយៈក្រោយហ្នឹងគាត់យំលើថាគាត់យល់ពីចំណៃចិត្តខ្លួនឯងថាចង់បានអីអញ្ចឹងគាត់ទទួលស្គាល់ថាខ្លួនឯងបាក់ចិត្តលើរឿងអីខ្លះអញ្ចឹងពេលណាគាត់ត្រូវយំគាត់យំហ្មងគាត់ខ្វល់ព្រោះអង្គធានហ្នឹងតែខ្ញុំចាំនៅក្នុង TV show ហ្នឹងដូចជាអាយុគាត់44ហ្នឹងប៉ុន្តែក្មេងព្រោះគាត់តើមានគ្រួសារប៉ុន្តែ best friend គាត់ហ្នឹងគេមានប្រពន្ធហើយ best friend គាត់ហ្នឹងអូហត់តែវេទនាទៅដោយសារ best friend គាត់ហ្នឹងក៏ចង់មានកូនអញ្ចឹងពេលដែលគាត់ធ្វើអញនិយាយថាហ្នឹងដូចជាវិបស្សនាមួយអញ្ចឹងហ្នឹងហើយពេលគាត់ធ្វើហ្នឹងដើម្បីគាត់ប៉ងថាគាត់ចង់បានកូនអញ្ចឹងអាពេលដើរហ្នឹងលឺថាឈាមស្ងាស់ផងអីផងឡើយគាត់ព្យាយាមធ្វើមិនឲ្យដល់កន្លែងបូជាមួយហ្នឹងដើម្បីបានផ្សងបួងសួងអីចឹងទៅអញ្ចឹងអូខេនឹងគឺជាកម្មវិធី Adventure by Accident ដែលខ្ញុំស្រឡាញ់ខ្លាំងមែនតើនេះអ្នកទាំងអស់គ្នាស្ដាប់ហ្នឹងខ្ញុំនិយាយថា10% នៅក្នុងមួយ season ហ្នឹងណាចាំបើសិនជាអ្នកទាំងអស់គ្នាបានទៅមើលប្រកាសជាវ៉ាវហើយកម្មវិធីហ្នឹងកំ pl ែងវាពេលយើងមើលគឺទទួលបានចំណេះដឹងខ្លាំងហ្មងធ្វើឲ្យយើងបើកចិត្តជាងមុនហើយបន្ទាប់ពីខ្ញុំមើលកម្មវិធីហ្នឹងហើយខ្ញុំឡើងគិតថាដល់ពេលកំឡុងពេលខ្ញុំមើលកម្មវិធីហ្នឹងខ្ញុំបានទៅលេងនៅកពតនៅអីចឹងណាខ្ញុំឡើងបើកចិត្តមកព្រោះជាធម្មតាខ្ញុំខ្លួនឯងផ្ទាល់ដើរលេងមួយគេនៅដូចថាខ្ញុំរៀងយើងមិននិយាយថាអីគាត់ថារបៀបខ្ញុំរៀងប្រកាន់តិចតួចដូចថាណាគេញ៉ៃហ្នឹងខ្ញុំបង្ហាញលើមុខខ្ញុំហ្មងថាខ្ញុំអត់ចូលចិត្តអីចឹងតែបន្ទាប់ពីមើលកម្មវិធីគាត់ហើយខ្ញុំឡើងបើកចិត្តមកថាមនុស្សយើងមានភាពផ្សេងគ្នាយើងត្រូវព្យាយាមទទួលស្គាល់ភាពចម្រុះរបស់មនុស្សអីចឹងហើយមួយទៀតដែលខ្ញុំរៀនមកពីកម្មវិធីហ្នឹងគឺព្យាយាមបើកចិត្តហ៊ានសាកម្ហូបហ៊ានអំពីអ្វីប្លែកដូចជាប្រពៃណីវប្បធម៌របស់ប្រទេសផ្សេងយើងត្រូវហ៊ានបើកចិត្តថាក្រៅពីវប្បធម៌និងប្រពៃណីក៏ដូចជាម្ហូបរបស់ប្រទេសយើងក៏មានប្រទេសគេផ្សេងទៀតហ៊ានពីប្រវត្តិសាស្ត្រពីអីផ្សេងទៀតហើយអីដែលខ្ញុំស្រឡាញ់ជាងគឺការមានតំណែងល្អជាមួយនឹងប្រជាជននៅតាមតំបន់ណាដើម្បីយើងអាចហ៊ានពីអ្នកដទៃព្រោះមនុស្សម្នាក់មានសាច់រឿងម្នាក់អញ្ចឹងពេលដែលយើងមានតំណែងមួយពួកគាត់ទៅយើងអាចហ៊ានពីបទពិសោធន៍របស់ពួកគាត់ហ៊ានពីទឹកចិត្តឬក៏អីផ្សេងហ្នឹងទៅហើយបន្ទាប់ពីមើលកម្មវិធីហ្នឹងហើយអានេះខ្ញុំមិនដឹងថាខ្ញុំធ្វើបានអត់ទេតែជាមួយអ្នកទាំងអស់នេះតិចទៅខ្ញុំក៏ចង់ធ្វើ content មួយដែលខ្ញុំចង់ជិះម៉ូតូពីផ្ទះខ្ញុំនៅតែខ្មៅទៅសៀមរាបហើយថតរបៀបបែបហ្នឹងគឺថាយើងទៅដើរលេងសៀមរាបប៉ុន្តែអត់បែបលយឆាយរបៀបយើងទៅលេងដូចឈៀលដើម្បីបានបទពិសោធន៍ថ្មីទៅសាកម្ហូបថ្មីមិនម្ហូបតាមហាងបែបម្ហូបតាមអ្នកនៅតំបន់អ្នកនៅតាមខេត្តហ្នឹងគាត់ចូលចិត្តញ៉ាំអីខ្លះខ្ញុំចង់ទៅធ្វើបែបហ្នឹងអញ្ចឹងខ្ញុំមិនដឹងថាខ្ញុំធ្វើបានអត់ទេតែខ្ញុំនឹងព្យាយាមដើម្បីទទួលបានបទពិសោធន៍ថ្មីហើយនឹងហ្នឹងហើយអាយុយើងរៀងធំដែរហើយអញ្ចឹងចង់បានអីថ្មីដើម្បីអភិវឌ្ឍបទពិសោធន៍ខ្លួនឯងក៏ដូចជាគេថាព្យាយាមចេញពី comfort zone ណាតំបន់សុខស្រួលរបស់យើងហ្នឹងទៅធ្វើអីឲ្យវារៀងវេទនាតិចទៅប្រហែលជាយើងអាចហ៊ានបានច្រើនហើយនឹងខ្ញុំក៏ទទួលបានការ inspiration ពីបងបបកញ្ញាដែលឥឡូវហ្នឹងគាត់កំពុងតែធ្វើ challenge ដើរពីភ្នំពេញទៅដល់សៀមរាបហើយខ្ញុំឡើងក៏មើលហើយ oh my god ខ្ញុំគ្រាន់តែជិះម៉ូតូពីភ្នំពេញទៅសៀមរាបហើយខ្ញុំនៅគិតថាខ្ញុំធ្វើបានអត់ទេនេះគាត់ដើរដោយថ្មើរជើងអូខ្ញុំទៅសារទឹកចិត្តគាត់ខ្លាំងមែនតើហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេ podcast របស់យើងប្រហែលជាជិត1ម៉ោងខ្ញុំសង្ឃឹមថាអ្នកនរគ្នាស្ដាប់អត់ធុញទេរៀងច្រើនទេព្រោះថាមានពុកម៉ែយោ yes អញ្ចឹងសង្ឃឹមថាអ្នកនរគ្នាចិត្តបើសិនជាអ្នកនរគ្នាពេញចិត្តប្រភេទ podcast ចឹងរបៀបថានិយាយលេងគ្នាលេងអញ្ចឹងទៅហ្នឹងហើយអាចដាក់នៅក្នុង comment បានហើយជួបគ្នានៅក្នុងវីដេអូក្រោយ Goodbye ជំរាបលា